សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនិយាយបកស្រាយទៅកាន់រឿងមួយដែលមានចំណងជើងថា Ice Age ហ្នឹងមិនមែន Ice Age តុក្កតាគឺជា Ice Age រឿងមនុស្សដែលវាបាននិយាយអំពីទូទឹកកកដ៏ចម្លែកមួយដែលនៅក្នុងទូទឹកកកហ្នឹងមានមនុស្សមួយផែនដីរស់នៅក្នុងហ្នឹងណាដែលទំនងខ្លាំងមែនតើដែលសាច់រឿងត្រូវបានចាប់ផ្ដើមឡើងជាមួយនឹងការមកដល់របស់ប្រិយប្រពន្ធ2នាក់ដែលទើបតែការថ្មីថ្មោងទិញផ្ទះថ្មីចឹងហើយក៏បានរើអីវ៉ាន់មកនៅក្នុងផ្ទះហ្នឹងដែលបរិសុទ្ធជាប្តីហ្នឹងមានឈ្មោះថា Rob ចំណែកឯនារីជាប្រពន្ធហ្នឹងមានឈ្មោះថា Gail ដែលមកដល់ផ្ទះថ្មីនឹងភ្លាមបន្ទាប់ពីរៀបចំអីវ៉ាន់ហើយគេក៏បានក្រឡេកឃើញទូទឹកកកនៅក្នុងផ្ទះបាយនឹងមួយដែលទូទឹកកកហ្នឹងវារៀងកញ្ចាស់ជំនាន់ដើមអញ្ចឹងណាដែលមើលទៅមានអារម្មណ៍ថាទើសចិត្តខ្លាំងមែនទែនប៉ុន្តែយ៉ាងណាក៏ដោយក៏រាប់ព្យាយាមនិយាយលើកទឹកចិត្តប្រពន្ធថាទូទឹកកកនឹងវាទំនងវាបុរាណទុកទៅក៏ល្អដែរអញ្ចឹងណាចឹងហើយក៏ប្រពន្ធនឹងសម្រេចចិត្តថាទុកនៅកន្លែងហ្នឹងទៅហើយបន្ទាប់ពីហ្នឹង Gail ក៏បានដកស្រាក្រហមមួយដបដើម្បីផឹកជប់លៀងផ្ទះថ្មីជាមួយនឹងប្តីរបស់គេហើយពេលហ្នឹងគេក៏ត្រូវការទឹកកកអញ្ចឹងហើយរាប់ក៏បានសាក់លបងទៅបើកទូទឹកកកកញ្ចាស់មួយនឹងមើលទៅក៏ឃើញថាវានៅមានទឹកកកច្រើនខ្លាំងមែនទែននៅក្នុងទូហ្នឹងណាចឹងហើយគេក៏បានកាច់ទឹកកកដាក់ចូលក្នុងកែវចាក់ស្រាផឹកជុំគ្នានឹងទៅប៉ុន្តែកំពុងតែផឹកហ្នឹងស្រាប់តែរាប់បានក្រឡេកមើលនៅក្នុងដុំទឹកកកនៅក្នុងកែវសារបស់គេហ្នឹងក៏បានឃើញរូបរាងអ្វីមួយយ៉ាងចម្លែកនៅក្នុងហ្នឹងក៏បានដកទឹកកកហ្នឹងមកមើលគេមើលហើយមានអារម្មណ៍ថាដូចជាសត្វដំរីណាប៉ុន្តែវាមិនតំណងឯណាដំរីតូចមួយមកជាប់នៅក្នុងទឹកកកហ្នឹងនោះទេក៏បានឲ្យប្រពន្ធជួយមើលបញ្ជាក់ហើយប្រពន្ធហ្នឹងនៅពេលដែលក្រឡេកឃើញហើយក៏ភ្ញាក់ផ្អើលដែរដែលថានៅក្នុងហ្នឹងគឺពិតជាសត្វដំរីមេមត់មួយក្បាលមែនដែលមើលទៅរូបរាងរបស់វាទើបតែត្រូវបានអាណាគេតាមប្រមាញ់ស្លាប់កកនៅក្នុងទឹកកកហ្នឹងអញ្ចឹងណាដែលឃើញថាវាមានសត្វដំរីពិតតូចមួយនៅក្នុងតុំទឹកកកនៅក្នុងទូទឹកកករបស់គេហ្នឹងក៏គេចាប់ផ្ដើមឆ្ងល់ក៏បានទៅវាយទឹកកកហ្នឹងចេញស្រាប់តែនាំគ្នាក៏លេចចូលទៅក្នុងទូហ្នឹងទៅក៏បានឃើញថានៅក្នុងហ្នឹងមានជីវិតរស់នៅគឺដូចជាផែនដីដូចជាមនុស្សយើងអញ្ចឹងគឺរស់នៅក្នុងហ្នឹងយ៉ាងលឿនចង់ថាមួយថ្ងៃនៅក្នុងពិភពលោកក្នុងទូទឹកកកហ្នឹងវាប្រហែលជាមួយវិនាទីនៅក្នុងពិភពលោកយើងខាងក្រៅហ្នឹងណាចឹងហើយប្រិយប្រពន្ធទាំងពីរក៏បាននាំគ្នាមើលអតីតភាពមនុស្សរស់នៅក្នុងទូទឹកកកហ្នឹងទៅខណៈដែលអ្នកនៅក្នុងទូទឹកកកហ្នឹងដូចជាមិនមានអ្នកណាឆ្ងល់ថាមានយក្សកំពុងតែកលិចទៅមើលគេនោះទេហើយបន្ទាប់ពីហ្នឹងទៅរាប់ក៏បានយកអាសាកសពដំរីតូចមួយមើលអត់ចង់ឃើញហ្នឹងយកទៅកប់នៅក្នុងសួនផ្ការបស់គេទៅដែលប្រពន្ធឃើញប្តីធ្វើចឹងហើយក៏បានសើចប្តីដែលបានធ្វើសកម្មភាពមួយហ្នឹងណាហើយបន្ទាប់ពីសើចគ្នាហើយពួកគេក៏បានទៅតាមដានសកម្មភាពមនុស្សនៅក្នុងទូទឹកកកហ្នឹងទៀតទៅស្រាប់តែឃើញថាត្រឹមតែប្រហែលនាទីសោះកន្លែងហ្នឹងវាបានអភិវឌ្ឍខ្លាយទៅជាជំនាន់ Industrial Revolution ណាដែលបានន័យថាវាឧស្សាហកម្មកំពុងតែរីកចម្រើនមានផ្សែងបំពុលមានអគាររោងចក្រច្រើនចឹងទៅដែលអ្នកទាំងពីរឃើញចឹងហើយមានអារម្មណ៍ថាវ៉ាវពិតជាទំនងខ្លាំងមែនតើហើយជានឹងទៅទៀតរាប់ហ្នឹងក៏ចាប់ផ្ដើមកើតចម្ងល់មួយគិតថាតើមនុស្សនៅក្នុងទូទឹកកកតូចៗហ្នឹងសម្លឹងមកឃើញខ្លួនគិតថាខ្លួនជាព្រះឬក៏យ៉ាងណាខណៈដែលមានបុរស2នាក់នៅក្នុងទូទឹកកកហ្នឹងក៏បាននិយាយថាពួកអា2នាក់កំពុងតែកលិចមកមើលគេហ្នឹងជាមនុស្សឈួតទេដឹងតែងតែកលិចមកមើលគេជាប្រចាំគេធុញខ្លាំងណាដោយសារតែបើកភ្នែកបិទភ្នែកឃើញតែពួក2នាក់ហ្នឹងណាព្រោះអីនៅក្នុងវាលឿនអញ្ចឹងហើយបើរាប់ជាមួយនឹង Gail ឈរកលិចមើលទៅកាន់ពួកគេត្រឹមតែ1នាទីហ្នឹងក៏ពួកហ្នឹងនឹងរាប់សិបថ្ងៃហើយអញ្ចឹងហើយបានជាធុញជាមួយនឹងពួកហ្នឹងខ្លាំងដោយសារតែថ្ងៃណាក៏ឃើញបិទភ្នែកក៏ឃើញបើកភ្នែកក៏ឃើញដែរហើយបន្ទាប់ពីហ្នឹងទៅប្រហែលម៉ោងក្រោយមកស្រាប់តែពិភពលោកនៅក្នុងទូទឹកកកហ្នឹងវាបានคล้ายទៅជាសម័យជឿនលឿនទៅហើយគឺមានអាគារខ្ពស់កប់ពពកជាច្រើនមានទាំងអ្វីតូចៗហោះនៅជុំវិញបរិយាកាសហ្នឹងទៀតដែលគេសន្មតថាគឺជារឿនហោះហ្នឹងហើយប៉ុន្តែមើលអត់ឃើញទេដោយសារតែវាហោះលឿនពេកហើយតូចៗហើយមួយសរបកក្រោយមកស្រាប់តែពិភពលោកហ្នឹងវាបានអភិវឌ្ឍคล้ายទៅជាទិដ្ឋភាពដូចនៅក្នុងពេលបច្ចុប្បន្នដែល Gail ជាមួយនឹងរាប់កំពុងតែនៅអញ្ចឹងគឺមានអាគារណាអាគារណីមាន Starbucks មានអីចឹងណាដែលរាប់ឃើញចឹងហើយគេចាប់អារម្មណ៍ក៏បានកលេចចូលទៅមើលក្នុងទូទឹកកកហ្នឹងឲ្យចិត្តបន្តិចចឹងណាប៉ុន្តែកលេចទៅបានមួយផ្លែហ្នឹងស្រាប់តែមានគ្រាប់អ្វីមួយយ៉ាងផ្លោងចូលទៅក្នុងទូទឹកកកហ្នឹងផ្ទុះនឹងឌុងធ្វើឲ្យមុខរបស់រាប់ហ្នឹងនឹងឆេះក្រហមអស់ទៅហើយអញ្ចឹងបានន័យថានៅក្នុងពិភពលោកក្នុងទូទឹកកកហ្នឹងកំពុងតែរំគ្នាធ្វើសង្គ្រាមនុយក្លេអ៊ែរនឹងឯងដែលថាឆេះនឹងខ្ទេចខ្ទីហ្មងពិភពលោកហ្នឹងមើលទៅដូចជាចិត្តរលាយហើយបាត់ហើយដោយសារតែពួកនឹងធ្វើសង្គ្រាមនុយក្លេអ៊ែរជាមួយគ្នាហើយប្តីប្រពន្ធទាំងពីរឃើញទស្សនវិជ្ជាមួយហ្នឹងក៏បានបិទទូទឹកកកចោលគិតថាបន្តិចទៀតប្រហែលជាលេងអីហើយចាំបើកមើលម្ដងទៀតរួចហើយក៏បាននាំគ្នាទៅកំងភីហ្សាអង្គុយញ៉ាំអត់បានខ្វល់អំពីសង្គ្រាមនុយក្លេអ៊ែរនៅក្នុងទូទឹកកកហ្នឹងនោះទេហើយបន្ទាប់ពីញ៉ាំភីហ្សាអស់ប្រហែលជា1ម៉ោងហើយហ្នឹងគេក៏សម្រេចចិត្តទៅបើកទូទឹកកកហ្នឹងម្ដងទៀតប៉ុន្តែមុននឹងបើកហ្នឹងគេមានអារម្មណ៍ថាភ័យខ្លាំងមែនទែនដោយសារតែគិតថា
ប្រហែលជាពិភពលោកនៅខាងក្នុងហ្នឹងវានឹងរលាយសូន្យសោះបង្ហាញអំពីការដាច់ពូជមនុស្សនៅលើផែនដីអញ្ចឹងណាប៉ុន្តែយ៉ាងណាក៏ដោយក៏គេសម្រេចចិត្តបើកទូទឹកកកនឹងម្ដងទៀតក៏ឃើញថាវ៉ាវអ្វីគ្រប់យ៉ាងមិនដូចជាការគិតនោះទេគឺថាសង្គ្រាមបានបញ្ចប់ហើយពិភពលោកនឹងក៏កាន់តែអភិវឌ្ឍខ្លាំងជាងមុនទៅទៀតគឺនឹងស្រស់បំប្រងបរោយពិភពលោកពេលហ្នឹងហើយថែមទាំងមានបច្ចេកទេសទំនើបមានឡានហោះមានអីច្រើនខ្លាំងមែនទែនហើយនិយាយអំពីប្រព័ន្ធ technology ហ្នឹងក៏វាទំនើបដល់កម្ពូលផងដែរហើយបើកលេចទៅមើលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងពិភពលោកអភិវឌ្ឍមួយហ្នឹងគឺវាមានអគារដ៏ធំមួយដែលមានភ្ជាប់ស្ពានទៅកាន់អគារដទៃទៀតចឹងណាដែលមើលទៅតំបន់អគារមួយដែលមានលក្ខណៈដូចពីរ៉ាមីតហ្នឹងដូចជាតំបន់ Snow សម្រាប់ឲ្យមនុស្សរស់នៅក្នុងនឹងជុំគ្នាអញ្ចឹងណាហើយបន្តិចក្រោយមកស្រាប់តែពីរ៉ាមីតហ្នឹងវាក៏បានរំលាយខ្លួនបន្លិចចេញជារូបរាងពេជ្រនៅក្នុងទីក្រុងនឹងវិញហើយបន្ទាប់ពីបំលែងខ្លួនខ្លាយទៅជាទីក្រុងពេជ្រហើយហ្នឹងវាក៏បានស្រូបយកពិភពលោកនៅជុំវិញហ្នឹងចូលទៅក្នុងកន្លែងហ្នឹងអស់រលីងតែម្ដងហើយគ្រប់យ៉ាងនៅក្នុងពិភពលោកទាំងមូលហ្នឹងក៏បានរលាយខ្លាយទៅជាដុំថាមពលមួយហើយបន្ទាប់ពីប្រមូលផ្ដុំជុំគ្នាខ្លាយទៅជាដុំថាមពលមួយហ្នឹងហើយវាក៏បានផ្ទុះឌុងបញ្ចេញជាពន្លឺភ្លឺចិញ្ចាចជុំវិញពិភពលោកហ្នឹងហើយថែមទាំងភាយចេញមកពិភពលោកខាងក្រៅទៀតផងតែប្តីប្រពន្ធទាំងពីរឈរមើលទស្សនវិជ្ជាមួយហ្នឹងគឺឈរមើលទាំងសេចក្តីរំភើបដោយគេគិតថាប្រហែលជាមនុស្សនៅក្នុងពេលអនាគតកាលហ្នឹងនឹងអាចបំបែកក្បួនបំបែកអាចកំបាំងរបស់ពិភពលោកបានអាចនឹងប្រើបច្ចេកទេសអ្វីមួយយ៉ាងបំលែងខ្លួនឲ្យខ្លាចទៅជា space ខ្លាចទៅជាលំហឬក៏ចូលចង់ថាជា space travel ដែលអាចចង់ទៅណាក៏បានអញ្ចឹងណាដែលតំណងខ្លាំងមែនទែន concept មួយហ្នឹងណាហើយហ្នឹងហើយបន្ទាប់ពីពន្លឺហ្នឹងបែកខ្ញែកនៅក្នុងពិភពលោកមួយស្របទៅបន្តិចក្រោយមកវាក៏បានផ្គុំចូលគ្នានៅក្នុងទូទឹកកកហ្នឹងវិញរួចហើយបន្តិចក្រោយមកក៏បានរលាយខ្លួនចេញពីពិភពលោកហ្នឹងរលាយខ្សលតែម្ដងអត់មានអ្វីទាំងអស់គឺបាត់សូន្យឈឹងតែហ្មងណាដែលប្តីប្រពន្ធឃើញចឹងហើយក៏គិតថាប្រហែលជាហ្នឹងហើយគឺជា end of the world ទីបញ្ចប់នៃពិភពលោកណាគឺគ្មានសល់អីនោះទេក្រៅពីភាពទទេហ្នឹងហើយប្តីប្រពន្ធហ្នឹងក៏មិនយល់ថាហេតុអ្វីបានជាវាទៅអញ្ចឹងដែរដោយសារតែគិតថាមិញអភិវឌ្ឍដឹងអំពីក្បួននិងអំពីគំលឹះ space travel អីប៉ុន្តែចុងក្រោយបែរជារលាយខ្សលអញ្ចឹងហើយក៏ខ្ជិលគិតច្រើនក៏បានដកដោយទូទឹកកកនឹងចោលដើម្បីបញ្ចប់បញ្ហាដែលគេបានឃើញហ្នឹងរួចហើយក៏បានទៅដេកអោបគ្នាលើគ្រែមួយយប់ហ្នឹងទៅហើយនៅពេលដែលគេដេកហ្នឹងគេមានអារម្មណ៍ថារំភើបខ្លាំងមែនទែនដោយសារតែគេចំណាយពេលត្រឹមតែប្រហែលម៉ោងនោះទេប៉ុន្តែអាចឃើញទស្សនវិជ្ជាពីអតីតកាលរបស់មនុស្សបច្ចុប្បន្នកាលរបស់មនុស្សឃើញទាំងអនាគតកាលរហូតដល់មនុស្សរលាយទៀតផងដែលវាពិតជាទស្សនវិជ្ជាមួយដែលមិនអាចបំភ្លេចបាននោះទេហើយមួយយប់បានបញ្ចប់ស្អែកឡើងក៏បានមកដល់ពួកគេក៏សម្រេចចិត្តទៅបើកទូទឹកកកមើលម្ដងទៀតហើយបើកទៅសារនឹងក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលថាពិភពលោកឥឡូវហ្នឹងវាអភិវឌ្ឍដល់សម័យ dinosaur ហើយដែលមាន dinosaur ជាមួយនឹងសត្វស្វាដែលវាវត្តខ្លួនជាមនុស្សហ្នឹងកំពុងតែដេញតាមខំគ្នាកាប់គ្នាស៊ីអញ្ចឹងទៅហើយតែប្រពន្ធទាំងពីរក៏បានឈរសម្លឹងមើលទស្សនវិជ្ជាមួយនឹងដូចជាសកម្មភាពដែលគេបានធ្វើកាលពីម្សិលមិញហ្នឹងទៅហើយសាច់រឿងមួយហ្នឹងក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចហ្នឹងដែរទៅអញ្ចឹងហ្នឹងហើយអ្នកនរសាច់រឿងមួយហ្នឹងគឺពិតជាតំណងខ្លាំងមែនទែនគឺវាជាសាច់រឿងខ្លីឯងមិនតែមានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់អញ្ចឹងហើយមុននឹងបញ្ចប់ហ្នឹងខ្ញុំសូមនិយាយអំពីអត្ថន័យដែលខ្ញុំគិតទៅកាន់ឈុតឆាកមួយចំនួននៅក្នុងសាច់រឿងមួយហ្នឹងអញ្ចឹងណាតែថាទី1តាក់ទងនឹងសកម្មភាពរបស់ប្តីប្រពន្ធពីរនាក់ហ្នឹងនៅពេលដែលពិភពលោកនៅក្នុងទូទឹកកកហ្នឹងកើតសង្គ្រាមគឺពីរនាក់ហ្នឹងអត់បានខ្វល់ទេបែរជានាំគ្នាកំងភីហ្សាយកមកញ៉ាំវិញអត់គិតថានៅក្នុងទូទឹកកកហ្នឹងមានសង្គ្រាមនុយក្លេអ៊ែរត្រូវរកដំណោះស្រាយអីដើម្បីជួយសង្គ្រោះពិភពលោកហ្នឹងឯងបែរជានាំគ្នាមកអង្គុយញ៉ាំភីហ្សាអត់ខ្វល់ទៅវិញអញ្ចឹងកន្លែងហ្នឹងប្រហែលជាគេចង់បញ្ជាក់អំពីចរិតលក្ខណៈរបស់មនុស្សយើងណាតែងតែគេចវេះអំពីបញ្ហាដែលខ្លួនឯងបានបង្កើតឡើងហ្នឹងបង្កើតឡើងហើយអត់បានរកដំណោះស្រាយឯងម្នាក់គេចវេះយកតែក្តីសុខរៀងខ្លួនណាដែលនឹងហើយគឺជាហេតុផលធ្វើឲ្យពិភពលោករបស់យើងរងវិនាសកម្មហ្នឹងដូចយើងដឹងហើយនៅសប្តាហ៍ថ្ងៃហ្នឹងម្នាក់ដឹងថាការបញ្ចេញផ្សែងការធ្វើនេះធ្វើនោះហ្នឹងវានឹងនាំឲ្យពិភពលោករលាយប៉ះពាល់នេះប៉ះពាល់នោះខ្លះប៉ុន្តែអត់បានផ្ដល់ជាដំណោះស្រាយអ្វីផ្សេងទេនៅតែបន្តធ្វើរឿងនឹងបន្តទៀតដូចជាក្នុងករណីប្តីប្រពន្ធហ្នឹងអញ្ចឹងណាគឺអត់ខ្វល់ហ្មងនិយាយទៅគេចវេះយកទៅលួចខ្លួនដែរហើយមួយវិញទៀតតាក់ទងនឹងប្តីប្រពន្ធទាំងពីរហ្នឹងនៅពេលដែលសង្គ្រាមនុយក្លេអ៊ែរនឹងកើតមានក្នុងទូទឹកកកហើយគេអត់ចង់បើកមើលឯដោយសារហេតុអ្វីគេខ្លាចថាពិភពលោកនឹងរលាយណាដោយសារតែយើងដឹងឯពិភពលោកនៅក្នុងទូទឹកកកហ្នឹងវាដូចជាពិភពលោកពិតមួយអញ្ចឹងបើសិនជាពិភពលោកនៅក្នុងទូទឹកកកហ្នឹងរលាយដូចជាការគិតរបស់គេមែនបានន័យថាអនាគតនៃពិភពលោកពិតរបស់យើងហ្នឹងក៏រលាយចឹងដែរចឹងហើយប្រតិពលពីរនាក់ហ្នឹងអត់ចង់បើកទូទឹកកកហ្នឹងឯងព្រោះអីខ្លាចថាវានឹងរលាយចឹងណាដែលតំណងខ្លាំងមែនតើកន្លែងហ្នឹងហើយមួយទៀតតើតើនឹងការទូទាយទៅកាន់ទីបញ្ចប់នៃពិភពលោកដោយសារតែយើងដឹងហើយយើងមើលរឿងភាគ
ច្រើនគេតែងតែនិយាយថានៅទីបញ្ចប់ហ្នឹងពិភពលោកនឹងរលាយហើយប៉ុន្តែនៅក្នុងករណីសាច់រឿងនេះវិញវាមិនបាននិយាយចឹងទេវានិយាយផ្ទុយពីហ្នឹងហើយថែមទាំងផ្ដល់សេចក្តីសង្ឃឹមឲ្យមនុស្សទៀតផងដោយសារតែយើងឃើញនៅទីបញ្ចប់នៃសាច់រឿងមួយហ្នឹងគឺថាអាដុំថាមពលមួយហ្នឹងវាបានរលាយខ្សលចូលទៅក្នុងធម្មជាតិអស់រលែងតែម្ដងកន្លែងហ្នឹងមិនមែនបានន័យថាពិភពលោករលាយណាប៉ុន្តែវាបានបង្ហាញអំពី advance technology របស់មនុស្សដែលមនុស្សថាបច្ចេកវិទ្យាដល់កម្ពុជាចឹងទៅអាចសិក្សាអំពីធម្មជាតិអាចបំបែកខ្លួនចូលទៅនៅក្នុងធម្មជាតិបានចឹងហើយវាបានផ្ដល់សេចក្តីសង្ឃឹមថានៅទីបញ្ចប់មិនមែនបានន័យថាមនុស្សយើងរលាយទេគឺតាមពិតមនុស្សយើងបានចូលទៅរស់នៅក្នុងធម្មជាតិបំបែកខ្លួនចូលរួមជាមួយនឹងធម្មជាតិចឹងណាដូចជាទ្រឹស្ដីព្រះពុទ្ធសាសនាដែលបាននិយាយអំពីការត្រាស់ដឹងចឹងគឺត្រាស់ដឹងទៅក៏អត់មានអីទេគឺទៅទេហ្មងដូចជាករណីសាច់រឿងចឹងណានៅទីបញ្ចប់គឺអត់មានអីទេគឺមនុស្សបំបែកអាចកំបាំងធម្មជាតិបានហើយក៏បានរំលែកខ្លួនខ្លាយទៅជាផ្នែកមួយនៃធម្មជាតិនឹងទៅដែលជា concept មួយទៅដល់ខ្លាំងមែនទែនហើយមួយវិញទៀតនៅទីបញ្ចប់នៃសាច់រឿងហ្នឹងតែម្ដងហ្នឹងគឺតាក់ទងនឹងការវិលត្រឡប់មកវិញនៃជីវិតថ្មីណាដែលបានន័យថាពិភពលោកយើងវាមិនដឹងថាបែបហ្នឹងប្រហែល100ប្រហែលលានដងនោះទេគឺបន្ទាប់ពីរលាយហើយកើតមកវិញរលាយហើយកើតមកវិញរលាយហើយកើតមកវិញចឹងណាដែលខ្ញុំមើលឡើងហ្នឹងហើយពិតជាពេញចិត្តខ្លាំងមែនទែនចឹងថ្ងៃបងប្អូនអរគុណច្រើនខ្លាំងមែនទែនដែលបានតាមដានស្ដាប់មកកាន់វីដេអូខ្លីមួយនឹងរហូតដល់ចប់ហើយសង្ឃឹមថាអ្នកនរពេញចិត្តទៅកាន់សាច់រឿងនឹងចុះហើយបើសិនជាមានកំណត់យ៉ាងណាកុំភ្លេច comment កំណត់អ្នកនរនៅក្នុង comment ខាងក្រោមផងចាំ admin ទៅមើលហើយមុននឹងបញ្ចប់លាគ្នានឹង admin សូមណែនាំ channel មួយសម្រាប់អ្នកដែលចូលចិត្តមើលការតាមប្រមាញ់ខ្មោចដែល channel មួយហ្នឹងមានឈ្មោះថា Siêu Hua Movie Recap ដែលនៅក្នុង channel ហ្នឹងគេបាននិយាយរៀបរាប់អំពីការតាមប្រមាញ់ខ្មោចការទៅរកមើលខ្មោចនៅកន្លែងនេះកន្លែងណាមានខ្មោចលងល្បីៗហ្នឹងគេនាំគ្នាទៅណាចឹងហើយបើសិនជាអ្នកណាចូលចិត្តមើលវីដេអូបែបហ្នឹងកុំភ្លេចចូលទៅ subscribe និងទៅតាមដានវីដេអូនៅក្នុង channel មួយហ្នឹងគឺមានការសម្រាយអំពីការតាមដានខ្មោចនឹងច្រើនខ្លាំងមែនទែនហើយអរគុណច្រើនខ្លាំងមែនទែនដែលបានតាមដានស្ដាប់វីដេអូមួយនេះរហូតដល់ចប់សុខសប្បាយទាំងអស់គ្នាជម្រាបលាបាយបាយ